ទីក្រុងតូក្យូតំបន់អ៊ឺណូនោះគឺជាតំបន់មួយកន្លែងដែលសម្បូរទៅដោយ Wall Street ហើយក៏ដូចជាមនុស្សអមែនទែនទាំងជប៉ុនទាំងបងប្អូនខ្មែរយើងតែងតែមកលេងគឺគេហៅថាតំបន់អ៊ឺណូនៅតូក្យូអញ្ចឹងពុកម៉ែបងប្អូនឃើញថាពេលដែលមកដល់គឺមនុស្សច្រើនមែនទែនគឺនៅតាមផ្លូវគឺមានដូច Wall Street អញ្ចឹងណាគឺថាមនុស្សដើរជុំវិញនៅមុខផ្លូវនឹងមានហាងមានអីលក់ពោពេញទៅដោយហាងលក់របស់ញ៉ាំហើយមនុស្សអង្គុយញ៉ាំអីនៅមុខ Wall Street នៅមុខហាងមុខអីហ្នឹងទៅនិយាយទៅអ៊ូអរសប្បាយមែនទែនហើយនៅពេលដែលពួកខ្ញុំមកដល់ហ្នឹងគឺបានកំងជាមួយនឹងជ្រូកជើងទាគឺជ្រូកជើងទាហ្នឹងគឺឆ្ងាញ់ជាងជូរអែមហឹរតិចៗអញ្ចឹងណាអញ្ចឹងកំងជ្រូកជើងទា2ប្រអប់ហើយក៏ដូចជាមានទាខ្វៃមានម្ហូបជាច្រើនមុខទៀតមើលអ្នកគ្នាដឹងថាម្ហូបគឺឡើងទំនងមែនទែនបន្ទាប់ពីយើងបានទិញជ្រូកជើងទាទិញម្ហូបអីខ្លះហើយយើងក៏ដើរមករកកន្លែងអីញ៉ាំអញ្ចឹងណាខ្ញុំដើរទៅកន្លែងមួយទៀតតែគេហៅថាបឹងឈូកអញ្ចឹងទៅដើម្បីទៅអង្គុយញ៉ាំអីនឹងបន្ទាប់ពីញ៉ាំអីរួចខ្ញុំឃើញគឺមាននៅកន្លែងសួនមួយទៀតនេះគឺមាត់ទឹកមានទាអញ្ចឹងយើងជិះលើទឹកហ្នឹងទឹកគេឡើងខៀវងឹតតែម្ដងហើយពេលទៅដល់ឡើងត្រជាក់សេបហើយខ្យល់ត្រជាក់ស្រស់ស្រាយហើយយើងជិះមើលជុំវិញអញ្ចឹងទេសភាពដ៏ខៀវងឹតក៏ដូចជាគេខ្ពស់នៅទីក្រុងតូក្យូ